បងប្អូនខ្លះខំធ្វើបន់កើតគឺទៅវត្តចាស់ចាស់ក៏ដោយឬក៏នេះហើយបើទៅវត្តទៅវាដាក់បាតដាក់អីបាទខំប្រឹងមែនទែនក៏ប៉ុន្តែគាត់ទៅចំណាយបាបនឹងជាច្រើនបាបហ្នឹងគឺបាបដោយសារអីដោយវិច័យកម្មដោយមโนកម្មនិងកាយកម្មអញ្ចឹងកាយកម្មវិច័យកម្មមโนកម្មហ្នឹងគិតឲ្យមែនទែនណាបាទគឺយើងកុហកគេនឹងមួយគឺកុហកគេឥឡូវមកថាហាង2005ឬក៏ហាង5000ទៅចូលទៅដល់ហ្នឹងមិនមែនប៉ុណ្ណឹងគេលក់បរោះទាំងអស់បាទស្រុកគេបើសិនគេដាក់ហាង2005គេលក់តែរបស់2005ឯងឲ្យស្មោះត្រង់អញ្ចឹងណាហើយបើថាផ្នែកអចលនទ្រព្យ real estate អញ្ចឹងជួនកាលប្រាប់គេអូតម្លៃប៉ុណ្ណេះតម្លៃតែ7 8 8000 9000ឯងដល់ពេលទៅដល់គាត់ថាអស់ហើយអស់តម្លៃហ្នឹងហើយគឺភាគច្រើន90% 95% ថាអស់ហើយដល់ពេលមួយទៀតគឺផ្នែកលក់ម៉ូតូលក់ឡានអញ្ចឹងគាត់ថាគាត់យកតកាតគ្រីយកអីយកតកាតយកតញ្ញាណប័ណ្ណប៉ុណ្ណឹងដល់ពេលទៅដល់ឲ្យធនាគារសិក្សាអញ្ចឹងទៅខកគ្រប់បែបយ៉ាងបាទ